បាទសួស្តីបងប្អូនអរគ្នាឥឡូវយើងមកអនុវត្តលំហាត់តែម្ដងគឺតកតងជាមួយការដកចំនួនគត់និងប្រភេទបាទអញ្ចឹងខ្ញុំសូមកណនីដកលឿនហ្មងដល់យើងមិនចាំបាច់តម្រូវភាពបាញ់អីច្រើនទេបាទអញ្ចឹងយើងគុណយកតែម្ដងក្នុងលក្ខខណ្ឌនេះខ្ញុំអាចយក1គុណនឹង3បានបាទមានន័យថាយើងគុណ1មកជាមួយនឹង3មកអញ្ចឹងខ្ញុំអាចសរសេរថា1គុណនឹង3ដកជាមួយនឹង1បាទដក1នេះចេញណាបាទនៅលើ3រក្សានៅដដែលយើងធ្វើតាមការកណនីប្រមាណវិធីចម្រុះបាទអញ្ចឹងយើងបានលទ្ធផលប៉ុន្មាន3 1 ដង 3 3 ដក 1 នៅសល់2បាទអញ្ចឹង2ភាគ3នេះវិញបាទ2 2 ដង 4 4 ដក 3 នៅសល់ប៉ុន្មានបាទ1ភាគ2នេះវិញ7 4 ដងប៉ុន្មាន7 4 ដង7 4 ដង 28 28 ដក 1 នៅសល់27លើ4បាទអញ្ចឹងអានេះវិញបាទអានេះខ្ញុំសូមឥឡូវយើងសាកធ្វើតាមតម្រូវភាគបែងបាទអញ្ចឹងកាលណាយើងតម្រូវភាគបែងបានន័យថា4នេះគឺវាមានភាគបែង1បាទដកជាមួយនឹង3ភាគ5អញ្ចឹងអាចសរសេរបានថាស្មើជាមួយនឹង4បាទគុណជាមួយនឹង4ហេតុអីបាន4គុណនឹងសំទោសបាទមិន4គុណនឹង4ទេបាទអញ្ចឹងយើងមើលភាគបែងរួមរបស់វាសិនបាទភាគបែងរួមរបស់វាអានេះ5បាទអានេះភាគបែង1បាទអញ្ចឹងដើម្បីឲ្យភាគបែងដូចគ្នាត្រូវយក1ហ្នឹងគុណនឹង5អញ្ចឹងយើងយក1គុណនឹង5មកយើងបាន1គុណនឹង5អញ្ចឹងយើងបាន4នេះក៏ត្រូវគុណនឹង5ដែរអញ្ចឹងនៅលើ1គុណនឹង5គឺស្មើ5ដកជាមួយនឹង3ភាគ5 4 5ដង20បាទ20ដកជាមួយ3អញ្ចឹងនៅសល់ប៉ុន្មានបាទនៅសល់17អញ្ចឹងយើងស្មើ17ភាគ5យើងរក្សានៅដដែលឬក៏យើងធ្វើតាមវិធីដែលលឿនយើងយក4នេះមកគុណជាមួយនឹង5 4 5ដង20 20ដក3គឺស្មើនឹង17បាទភាគ5ដដែលបាទឥឡូវនៅសល់មួយលំហាត់ចុងក្រោយនេះបាទសង្ឃឹមថាបងប្អូនអរគ្នាអាចដោះស្រាយខ្លួនឯងបានឥឡូវយើងសាកល្បងដោះស្រាយលំហាត់ចុងក្រោយនេះមួយលំហាត់ទៀតទៅបាទអរគុណច្រើនបងប្អូនអរគ្នាសង្ឃឹមថាបងប្អូនអរគ្នាអាចដោះស្រាយលំហាត់ចុងក្រោយនេះបានបាទជម្រាបលាជួបគ្នានៅវីដេអូក្រោយ